មានបងណាខ្លះក៏ពុំមានបញ្ហាមុខស្លក់មុខផតហើយភ្នែកដកខ្មៅបញ្ហាទាំង3ហ្នឹងគឺធ្វើឲ្យមនុស្សស្រីរបស់យើងចាស់ជាងវ័យមែនតើហើយបងណាខ្លះចង់បានដំណោះស្រាយពីបញ្ហាហ្នឹងអាចជួយមកកាន់ KD របស់យើងបានក្នុងថ្ងៃហ្នឹងក៏យើងមានបងស្រីម្នាក់គាត់ជួយមកកាន់ KD របស់យើងមកទទួលយកសេវាកម្មហ្នឹងដែរសេវាកម្មនោះគឺជាសេវាកម្មចាក់ខ្លាញ់បំពេញមុខហើយសេវាកម្មចាក់ខ្លាញ់ពេញមុខនេះនៅ KD របស់យើងគឺកំពុងល្បីខ្លាំងមែនតើអញ្ចឹងយើងទៅសួរពីចំណាប់អារម្មណ៍របស់បងស្រីដែលគាត់ទទួលយកសេវាកម្មចាក់ខ្លាញ់បំពេញមុខហ្នឹងទាំងអស់គ្នាអូ Facebook បងបន្ទាប់មកទៀតឃើញបងចរិយាគាត់ចាក់នៅហ្នឹងបន្ទាប់មកក៏តាមដានប្រហែលជាមួយឆ្នាំជាងហើយនិយាយទៅឃើញបងវរៈនេះគឺគាត់ចាក់នៅហ្នឹងដែរប៉ុន្តែនៅតែអត់មានភាពជឿជាក់ចឹងព្រោះខ្ញុំជាមនុស្សម្នាក់ដែលកែអីទៅកែកូនអីទៅលើមុខទេនិយាយទៅរូបរាងកាយគឺដែរកែកូនទេបន្ទាប់មកខ្ញុំតាមដានរយៈពេល1ឆ្នាំជាងខ្ញុំសួរ KD ហ្នឹងខ្ញុំសួរតាំងឆ្នាំមុនធម្មតាបងយើងកែកូនលើមុខយើងខ្លាចបើធ្វើទៅត្រូវគឺអូខេខ្លាចតែធ្វើទៅខុសអញ្ចឹងណាប៉ុន្តែលើកនេះគឺសម្រាប់ចិត្តថាមកធ្វើដោយសារអីមានភាពជឿជាក់ចាឃើញអតិថិជនធ្វើនៅនឹងច្រើនហើយបានផលច្រើនចាសម្រាប់ខ្ញុំដែរមុខខ្ញុំធម្មតាមុខខ្ញុំកេងផ្អៀងជាហៀងនេះអញ្ចឹងទៅវាធ្វើឲ្យមុខខ្ញុំនឹងវាអត់ស្មើគ្នាទេចាជាហៀងនេះគឺបាក់ឲ្យខូចទម្រង់មកជាហៀងហ្មងទី2ដោយសារខ្ញុំស្រក់គីឡូទៅវាធ្វើមុខខ្ញុំផតខ្លាំងអញ្ចឹងខ្ញុំចង់បំពេញមុខខ្ញុំនឹងឲ្យពេញស្មើស្អាតអញ្ចឹងណាព្រោះថ្ងៃខ្ញុំមានការងារច្រើនដែរអញ្ចឹងយើងត្រូវថតត្រូវអីយើងត្រូវការស្អាតដែរចាប៉ុន្តែclinic ហ្នឹងជា clinic ទី1ឯដែលសម្រាប់ចិត្តជ្រើសរើសថាធ្វើសេវាកម្មនៅលើផ្ទៃមុខណាចំណុចទី1ឃើញមានបងសិស្សច្បងជាច្រើនដែលគាត់ទុកចិត្តនឹងមកធ្វើខ្ញុំឃើញពួកគាត់មិនធ្វើតែមួយសេវាកម្មទេភាគច្រើនឃើញគាត់ធ្វើហើយធ្វើទៀតចាអញ្ចឹងមានន័យថាកន្លែងហ្នឹងល្អហើយបានគាត់ជ្រើសរើសធ្វើម្ដងហើយម្ដងទៀតបើអត់ល្អគាត់ធ្វើតែម្ដងគឺគាត់ជប់ធ្វើតែម្ដងចាអញ្ចឹងទៅចំណុចត្រង់ហ្នឹងជាចំណុចគោលធំបំផុតដែលធ្វើឲ្យខ្ញុំមានទំនុកចិត្តនៅខាង KD ឥឡូវបងប្អូនរងចាំមើលរីសាមុខរបស់ខ្ញុំមើលថាក្រោយចាក់ហើយតែខ្ញុំទទួលបានលទ្ធផលបែបម៉េចដែរ